ស្ដីពុកម៉ែបងប្អូនអ៊ំពូមីងយាយតាលោកយាយទាំងអស់គ្នាបាទរូបពីចម្ងាយបងប្អូនបាទក្នុងគណៈពេលនេះខ្ញុំបាទធ្វើការថតវីដេអូជារៀងរាល់ថ្ងៃបងប្អូនរបស់ពួកខ្ញុំបាទកម្មភាពកំពុងតែឈូសឆាយដីបងប្អូនចាក់ផ្លូវបេតុងអញ្ចឹងវីដេអូខ្ញុំក៏អត់មានអីដែរបងប្អូនក្រៅពីថតធ្វើផ្លូវនិងថតគៀដីទេបងប្អូនអើយសម្រាប់បងប្អូនដែលស្រឡាញ់ការងារខាងគ្រឿងចក្រនិងមេដែលស្រឡាញ់នឹងការខ្ញុំបង្កើតវីដេអូទាំងអស់គ្នាអញ្ចឹងកុំភ្លេចជួយលើកទឹកចិត្តឲ្យខ្ញុំបានម្នាក់មួយផងបងប្អូនគ្រាន់តែចុច share ឲ្យខ្ញុំបានម្នាក់មួយផងដើម្បីឲ្យខ្ញុំបានមានកម្លាំងទឹកចិត្តធ្វើវីដេអូជារៀងរាល់ថ្ងៃនឹងបន្តថតវីដេអូឲ្យបងប្អូនទស្សនាលេងកម្សាន្តចឹងណាអញ្ចឹងការងាររបស់ពួកខ្ញុំអត់មានអីជាពិបាកឬក៏ជាបញ្ហាទេគ្រាន់តែតួនាទីរបស់យើងត្រូវតនីយើងក៏ឃ្លាតតែថតលេងចឹងណាហើយក៏ពេលយើងធ្វើការគឺយើងធ្វើការធម្មតាទេហ្នឹងហើយអញ្ចឹងក៏មានពេលយើងជិះតែថតកាត់លេងទៅបាទខ្ញុំក៏មិនថតពេញដែរជួនកាលខ្ញុំវល់ចឹងខ្ញុំថតបានពាក់កណ្ដាលទេអញ្ចឹងស្អែកឡើងក៏ខ្ញុំថតមកវីដេអូ3-4 10នាទីចឹងទៀតបើសិនជារវល់ដោយសារតែមេឃរឿងភ្លៀងចឹងគឺពួកយើងត្រៀមខ្លួនកុំឲ្យភ្លៀងមកតន់ចឹងបងប្អូនហ្នឹងហើយបើភ្លៀងតន់បងប្អូនដូចថ្ងៃមុនបាទខ្ញុំថតហ្នឹងគឺបែកផុកតែម្ដងបងប្អូនអើយសម្បីចុះក៏ចុះមិនរួចដែរវាស្អិតជាប់តតាត់តែម្ដងអញ្ចឹងបើយើងនៅថតក៏អត់កើតដែរហ្នឹងហើយសម្រាប់ការងារនេះគឺមេឃក៏យើងមើលមិនឃើញដែរព្រោះមេឃខែភ្លៀងអញ្ចឹងបងប្អូនបើយើងប្រហែសគឺវាបែកផុកបែកម៉ាំប្រហុកតែប៉ុណ្្នឹងឯងអញ្ចឹងយើងត្រៀមថតថ្ងៃខ្ញុំថត 2-3 វីដេអូចឹងទៅជួនកាលខ្ញុំថតថ្ងៃហ្នឹងបាន2វីដេអូស្អែកឡើងខ្ញុំថតមក2-3 វីដេអូទៀតចឹងទៅហើយទៅខ្ញុំកាត់បញ្ចូលគ្នាម្ដងចឹងណាបងប្អូនបាទដោយសារតែយើងមានពេលទេគាត់ថាមានពេលវាមានពេលតិចដោយសារខែនេះខែភ្លៀងហើយយើងមិនកិនតែមួយកន្លែងទេបងប្អូនយើងកិនតាមអិចផងតាម leveler ផងអញ្ចឹងអាឡូអង្គប់ហ្នឹងគឺមានការងារទូនាទីគឺពីរមុខទី1ដេញជាមួយនឹង leveler ទី2ដេញកិនតាមអិចបកដីកិនបាតណាបងប្អូនហ្នឹងហើយមិនសូវតនីប្រហែលដែរអញ្ចឹងណាបើតនីក៏តនីតិចដែរមីអីហ្នឹងហើយវីដេអូនេះក៏មិនវែងទេបងប្អូនបើសិនជាស្រឡាញ់និងចូលចិត្តគាំទ្រកុំភ្លេចឲ្យបេះដូងនិងចុច comment ចុច share ដើម្បីផ្ដល់កម្លាំងទឹកចិត្តខ្ញុំបានបង្កើតវីដេអូជាបន្តអញ្ចឹងណាបងប្អូនអញ្ចឹងក៏អរគុណវីដេអូនេះក៏សូម slash ត្រឹមនេះដែរស្អែកនឹងមានវីដេអូផុសបន្តទៀតបងប្អូនហ្នឹងហើយអរគុណបងប្អូនអរគ្នាឥឡូវ leveler កំពុងតែមិចដីមីអើយយកទៅឮថាម៉ោង8ដល់ម៉ោង8ដល់3ម៉ោងម៉ោង8 3ម៉ោងអែមហ្មងស្អែកបើកលុយមក